បានទៅជាដែនកម្ពុជាវៀតណាមវិញបងប្អូនអូននិយាយពីថាមនុស្សច្រើនខ្លាំងមែនទែនដោយសារតែភ្នំទឹកធំនេះគឺមនុស្សបាក់ទៅលេងខ្លាំងហ្មងហើយបើត្រឹមតែបានមើលវីដេអូគេធ្វើយើងគិតថាស្រស់ស្អាតទេណាប៉ុន្តែដល់ពេលបានទៅលេងខ្លួនឯងបងប្អូនស្អាតខ្លាំងហ្មងនិយាយទៅទេសភាពគឺថា perfect ខ្លាំងមែនទែនខ្ញុំកើតចិត្តឆ្ងល់ខ្លាំងមែនទែនថានៅពេលដែលទេសភាពខាងប្រទេសកម្ពុជាយើងស្អាតអញ្ចឹងហើយនៅជាប់ជាដែននឹងវៀតណាមអញ្ចឹងតើវៀតណាមអាចមកលេងនឹងប្រទេសកម្ពុជារបស់យើងឲ្យបងប្អូននេះសោះតែស្អាតខ្លាំងអញ្ចឹងណាដោយនៅខាងប៉ោយប៉ែតវិញគឺថាធ្វើការនៅប៉ោយប៉ែតដោយផ្ទាល់ហ្មងដោយសារតែប៉ោយប៉ែតគឺសម្បូរការងារធ្វើមែនទេបងប្អូនដែលបានទៅលេងភ្នំទឹកធំឬក៏វត្តភ្នំរាបហ្នឹងចាំជួយខមមិនប្រាប់ខ្ញុំផងថាតើមានភ្ញៀវទេសចរដែលជាជនជាតិវៀតណាមគាត់មកលេងដែរអត់នៅក្នុងរោងថ្មហ្នឹងគេអាចជិះទូកចូលទៅលេងខាងក្នុងហ្នឹងបានទៀតបងប្អូនបើសិនជាថតរឿងមិនដឹងថាល្អមើលយ៉ាងណាទៀតរបៀបរឿងមាននាគមានអីចឹងណាបងប្អូនអូយឃើញទៅនងខ្លាំងណាស់នេះពិតជាគួរឲ្យកោតសរសើរព្រះតេជគុណដែលជាចៅអធិការវត្តនិងគណៈកម្មការវត្តខ្លាំងមែនទែនបងប្អូនដែលចេះរនឹករបៀបហ្នឹងឃើញបានតាំងពីវត្តហើយបានតាំងតំបន់ទេសចរទៀតទៅកន្លែងនេះសម្រាប់បងប្អូនណាដែលមិនធ្លាប់បានទៅលេងគួរតែទៅលេងទៅបងប្អូនដោយសារតែអត់ខកបំណងទេនៅពេលដែលយើងបានឃើញទេសភាពតាំងវាលស្រូវវាលស្រែទឹកគឺធំមែនទេនៅក្បែររូងថ្មហ្នឹងគឺមានព្រះពុទ្ធរូបដ៏ស្រស់ស្អាតពណ៌មាសចែងចាំងមកបងប្អូនហើយយើងក៏លេចទៅឃើញគេជិះទូកចូលក្នុងហ្នឹងបងប្អូនឃើញដូចខ្ញុំនិយាយខាងមុខមិនចឹងបើសិនជាថតរឿងនាគរឿងអីគឺល្អមើលខ្លាំងហ្មងហើយសូមផ្ដាំទៅបងប្អូនយើងទាំងអស់គ្នារឿងមួយថានៅពេលដែលយើងបានទៅលេងយើងកុំចោលសម្រាមផ្ដេសផ្ដាស់បងប្អូនដោយសារតែសម្រាមនេះវាធ្វើឲ្យប៉ះពាល់មែនទែនទៅដល់តំបន់ទេសចររបស់យើងមានតំបន់ទេសចរដែលកើតចេញពីធម្មជាតិស្អាតប្លែកស្រស់បំព្រងហើយអញ្ចឹងយើងកុំបំផ្លាញបរិស្ថានឲ្យសោះដោយសារតែបរិស្ថាននេះគឺផ្ដោតសំខាន់មែនទែនណាបងប្អូនយើងបានដើរលើស្ពានឫស្សីនេះវិញបងប្អូននិយាយពីថាអារម្មណ៍រំភើបមែនទែនរំភើបខ្លាចបាក់ស្ពានដោយសារតែមនុស្សទៅច្រើនពេកអញ្ចឹងណាបងប្អូនឃើញអត់និយាយពីថងកំពង់បៀហើយនឹងដបទឹកសុទ្ធសម្រាមនៅអណ្ដែតពេញនឹងហ្មងទាំងដែលទេសភាពគឺថាស្អាតខ្លាំងអញ្ចឹងណាហើយក៏មានគេជិះទូកជិះអីតិចទៀតនេះខ្ញុំនឹងទៅជិះទូកឲ្យបងប្អូនទាំងអស់គ្នាបានទស្សនាហ្មងហើយបើនៅលើភ្នំនឹងវិញនិយាយពីថាមានប្រទាលមានវល្លិអីប្លែកខ្លាំងមែនទែនសូម្បីតែបងប្រុសគាត់ជិះលើរទេះរុញនេះក៏គាត់នៅតែឆ្លៀតមកលេងដល់បានដែរបងប្អូនអាញាធរគាត់ខំដាក់ប៉ាយហាមចោលសម្រាមប៉ុន្តែបងប្អូនយើងមកលេងបងឃើញអត់សារ៉ាមដែតនៅពេញទឹកហើយនិយាយទៅគ្រាន់តែរបស់តិចតួចយើងទៅក្នុងកាបូបទៅកុំចោលផ្ដេសផ្ដាស់អញ្ចឹងបើមនុស្សនៅកន្លែងនេះវិញគឺគាត់ល្អូថាចង់ឃើញកបីដែលវាដើរកាត់ទឹកអីអញ្ចឹងណាបងប្អូនព្រោះពេលហ្នឹងគឺអត់ទាន់មានឃើញកបីទេកបីដល់រឿងល្ងាចបន្តិចបានឃើញវាមានមកទៅទាំងគេទាំងខ្ញុំបងប្អូនគឺចង់ឃើញសកម្មភាពកបីដែលវាដើរនៅក្នុងទឹកដ៏ធំនឹងមែនទែនហ្មងដោយសារតែមើលទៅវាស្រស់ស្អាតអញ្ចឹងហើយបានទាញអារម្មណ៍របស់ខ្ញុំធ្វើយ៉ាងណាឲ្យជិះទូកដល់តែបានដើម្បីបានទៅឃើញកបីក៏ប៉ុន្តែទូកហ្នឹងគឺខ្ញុំកក់មុនគេក៏ប៉ុន្តែខ្ញុំត្រូវជិះតែ2អ្នកកាមេរ៉ាមែនទេណាបងប្អូនប៉ុន្តែនៅឃើញថាបងប្អូនយើងក៏ចង់ជិះអញ្ចឹងហើយចែកគ្នាជិះឲ្យច្រើនទៅជាពិសេសសូម្បីតែបងដែលគាត់ជិះរទេះរុញមុនហ្នឹងក៏គាត់បានមកជិះទូកលេងជាមួយខ្ញុំដែរបងប្អូនអូយរំភើបខ្លាំងមែនទេបងប្អូនទាំងអស់គ្នាអាចមើលទៅទឹកមុខគាត់និងខ្ញុំបាននិយាយពីថាសប្បាយបងប្អូនជិះទៅតិចស្រេបហ្មងអាទឹកហ្នឹងវាខ្ចាយមកបន្តិចនិយាយពីថាស្រស់ស្រាយខ្លាំងមែនទេសំខាន់ទូកហ្នឹងគឺពេលដែលយើងជិះគេគិតលុយពីយើងណាគ្រាន់តែថាបើសិនយើងមានជាសទ្ធាឲ្យពួកគាត់សម្រាប់ចាក់សាំងសម្រាប់ហូបបាយអីអញ្ចឹងណាបងប្អូនគាត់ទៅសុំសរសើរគំនិតរបស់បដិជគុណខ្លាំងមែនទេសូម្បីតែការជិះទូកក៏មិនតម្រូវយកលុយពីប្រជាជនដែរឲ្យតាមសទ្ធាអីវិញអញ្ចឹងណាដូចតូចនេះហើយទៅធ្វើឲ្យតាក់ទាញភ្ញៀវទេសចរទៅច្រើនយ៉ាងហ្នឹងហើយអ្វីដែលខ្ញុំចង់ឃើញបំផុតនោះគឺកបីវាដើរក្នុងទឹករបៀបនេះហើយបងប្អូនខ្ញុំគិតថាហ្នឹងគឺជាវាលស្រែតែដល់ពេលបានទៅមែនទេអាហ្នឹងមិនមែនស្រូវផងសិនជាមានបងប្អូនណាដឹងចាំជួយ comment ប្រាប់ខ្ញុំផងតើក្នុងទឹកហ្នឹងគឺដើមមេគេវិញបងប្អូនមើលពីចង្ងាយទៅគឺដូចស្រូវមែនទេប៉ុន្តែដល់ពេលទៅដល់មិនមែនផងស្តៀងកក់បន្តិចអីបន្តិចតែមិនមែនទេយើងក៏លេចមើលទៅអញ្ចេះយើងនឹងឃើញកាស៊ីណូនៅច្រកអន្តរជាតិព្រែកចាក់ច្បាស់ចេះហ្មងបងប្អូននិយាយទៅនៅជាប់នឹងប្រទេសវៀតណាមខ្លាំងមែនទេបើយើងក៏លេចមើលទៅភ្នំហ្នឹងវិញហាក់បីដូចជាមិនមែនភ្នំដូចជាកោះមួយដែលវានៅកណ្ដាលសមុទ្រអីអញ្ចឹងណាបងប្អូនដោយសារតែមានទឹកធំព័ទ្ធជុំវិញហើយមកភ្នំហ្នឹងគឺអត់មានដីទេសុទ្ធតែថ្មហ្មងប៉ុន្តែថ្មដែលមានដើមឈើដោះពីលើបានមានប្រទាលមានអីដោះពីលើបានអញ្ចឹងណាដូចសំខាន់មួយទៀតមានជនជាតិកូរ៉េដែលជាភ្ញៀវអន្តរជាតិមកលេងច្រើនកកមែនទែនបងប្អូននិយាយទៅគាត់ចូលចិត្តឲ្យរស់រាយដាក់យើងណាគ្រាន់តែឃើញកាមេរ៉ាក៏លើកដៃបាយដាក់ដែរជិះប្រហែលជាតែ20នាទីជាងយើងបានមកដល់កន្លែងដើមវិញហើយបងប្អូននិយាយពីថាអូខ្ញុំជិះឲ្យជាប់ចិត្តដិតអារម្មណ៍ខ្លាំងមែនទែនមានឱកាសក្រោយខ្ញុំនឹងទៅលេងនៅកន្លែងនោះម្ដងទៀតហើយសង្ឃឹមថាបងប្អូនឈប់ចោលសម្រាមនៅទីនោះផ្ដេសផ្ដាស់អញ្ចឹងណា